លោកតាខ្ញុំអញ្ជើញលោកតាមកទីនេះគឺខ្ញុំឆ្ងល់រឿងមួយណាលោកតាតាមព្រះនាងឆ្ងល់រឿងអ្វីទៅស្រាប់នោះចាំជួបព្រៃខ្វាខ្វែងពីដៃរបស់គាត់ក្អែកហើយខ្វងឈំបានស្រេចអីស៊ីហើយជុំអាចហើយហាស្ទុយអេបំបីតានេះអូក្រាបគូព្រះនាងពីរឿងព្រះមហេសីធំប្រសូតបត់ជីផ្ទាល់នេះនោះគឺបត់បីណាស់ក្រាបទូលលោកតារឿងនោះវាយ៉ាងម៉េចទេលោកតាអូតាមទូព្រះនាងដែរអូបើតាមជើងលេខមើលឃើញថាព្រះនាងផ្ទាល់មាននោះនឹងគ្រប់គ្រងស្នងព្រះវិន័យពីព្រះមេដាព្រះបិតាទៅថ្ងៃអនាគតផងទៀតក្រាបទូលមិនបានជាដាច់ខាតមិនចឹងលោកតាខ្ញុំអញ្ជើញលោកតាមកទីគឺខ្ញុំចង់ប្រាប់លោកតាថាខ្ញុំនេះជាមហេសីទី2របស់ព្រះអង្គកណាថ្មពិសេសក៏ប៉ុន្តែខ្ញុំមានគំនិតមួយមានគំនិតអីទៅព្រះនាងគឺខ្ញុំចង់កម្ចាត់មហេសីធំចេញពីនគរកម្ចាត់មហេសីធំចេញពីនគរទៀតតើលោកតាអាចជួយខ្ញុំបានទេព្រះនាងទូព្រះបង្គំមិនហ៊ានទេក្រាបទូលតែលោកតាអាចធ្វើរឿងនេះបានខ្ញុំនឹងមានរង្វាន់ធំជូនគឺមានបណ្ដងតំណាលោកតាអូយមានបណ្ដងតំណាលោកតាទេអញជួយតាក់គូទូព្រះបង្គំមិនហ៊ានទេព្រះនាងត្រូវតែបាតែទូព្រះបង្គំក្រែងរឿងម្យ៉ាងក្រាបទូលតែលោកតាក្រែងរឿងអីទៅក្រែងរឿងនេះពីបែកគ្រាទៅជីវិតទូព្រះបង្គំនិងគ្រួសារច្បាស់ជាស្លាប់មនុស្សយុគខាងទេព្រះនាងលោកតាលោកតាធ្វើរឿងនេះបានសម្រេចជីវិតលោកតានិងគ្រួសារលោកតាតោះឲ្យខ្ញុំនេះជាអ្នកការពារណាលោកតាមិនមែនហើយលោកតាណែព្រះនាងបាទដូចនេះ
ទូព្រះបង្គំជួយព្រះនាងចោះក្រាបទូល អស់ហើយលោកតាណែលោកតាទៅចាំខ្ញុំនៅរាជដំណាក់ខ្ញុំសិនទៅបែព្រះស្វាមីខ្ញុំយាងត្រឡប់ពីក្រសាព្រៃវិញខ្ញុំនឹងឲ្យពលឿនទៅហើយណាលោកតា បើអញ្ចឹងទូព្រះបង្គំសូមក្រាបថ្វាយបង្គំលាក្រាបទូល ទៅលោកតា ព្រះអង្គមកតដល់លើហើយអញអើយ ពួកឯងស្អី ព្រះនាង អើពួកឯងទាំងអស់គ្នាបានដឹងរឿងរបស់យើងអស់ហើយតែបើរឿងនេះបែកការយើងមិនទុកច្បាប់ឲ្យពួកឯងទេ ព្រះម៉ែខ្ញុំម្ចាស់សូមព្រះនាងទុកចិត្តមកលើពួកខ្ញុំម្ចាស់